ក្មេងឯងដឹងទេនិយាយអីខ្ញុំចង់សង្គ្រោះឯងមិនដឹងគុណសោះហើយនាងតូចឯងឃ្លើនណាស់ វាឯងឲ្យស្លាប់ភ្លាមយ៉ាងណាលោកគ្រូនៅក្បែរខ្ញុំសូមលោកចេញមុខឆាប់លោកគ្រូបើខ្ញុំត្រូវគេវាយលោកនឹងជួយបងប្អូនជីដូនមួយយើងទេខ្ញុំឃើញឯងមិនព្រមទទួលល្អជ្រើសរើសលោកលងសៀនលោកមិនបាច់ចេញមុខឲ្យមនុស្សពីវិមានឋានសួគ៌មកសម្លាប់វាតើលងសៀនជាមេសិស្សកម្រិតណាគាត់សុខចិត្តធានាអាយុជីវិតឯងនៅហ៊ាននិយាយអ៊ូទៀតខ្ញុំឃើញឯងរស់ល្មមហើយកូនស្រីមើលអាឥតប្រយោជន៍នេះឯងជួយវាដោយចិត្តល្អវានៅតែរឹងរូសមិនដឹងខ្យល់ឲ្យវារស់ស្លាប់តាមវាចុះទុកខ្ញុំជាឆ្កែចុះម៉ាក់និយាយពីលោកគ្រូរបស់វាគាត់ធ្លាប់បានជួយគ្រួសារចាំងយើងគាត់បានជួយជីវិតខ្ញុំជីវិតយាវឈីវនៅតែមិនពេញចិត្តរឿងយូរណាស់ហើយលើកឡើងធ្វើអ្វីគ្រួសារយើងល្អដាក់គេគឺលោកគ្រូគេធ្លាប់ជួយគ្រួសារយើងតែមានគំនិតអាក្រក់ឲ្យឯងរៀបការនឹងគេត្រឹមអ្នកក្រសុំនឹងឯងទេម៉ាក់កុំនិយាយទៀតនេះឈៀវខ្ញុំអស់ចិត្តហើយបើឯងរឹងរូសទៀតរស់ឬស្លាប់មិនពាក់ព័ន្ធខ្ញុំទេខ្ញុំមកយកឈានទេបាប្រកូលសៀវមិញឲ្យខ្ញុំនឹងពេញចិត្តកូនឯងចូលបាក់ខ្ញុំថ្ងៃនេះមិនត្រឹមតែឯងទាំងឈីងលីងក៏យកមិនរួចតាប់ស្និយាយហេតុផលខ្លះហេតុអ្វីសៀវនីងចង់ចូលបាក់ក៏ចូលសួរយោបល់ឪពុកទេហ៊ានណាស់ឯងហៅខ្ញុំថាខ្ញុំសម្លាប់ឯងឥឡូវកុំចេះតែគំរាមនេះជាសង្គមស៊ីវិលឯងចង់ធ្វើអ្នកការពារវិមានទេវតាដេវលោកម្ចាស់គាត់មកហើយឬមានខ្លែងបន្លំបញ្ជាកម្ពុជាសង្វៀនវិមានទេពណែណាលោកម្ចាស់គឺពីរអ្នកនេះម្នាក់ជាកូនចៅត្រកូលជាងម្នាក់ទៀតជាសិស្សគាត់ទាំងពីរគ្មានអំណាចតែហ៊ានពេកប៉ះពាល់កិត្តិយសវិមានទេពសូមដាក់ទោសធ្ងន់អ្វីលោកស៊ីយោខ្ញុំហ៊ឺហ្វុងខ្ញុំក៏ជាម្ចាស់ផ្ទះដែរពីរអ្នកនេះមិនអាចលើកលែងបានទេកុំខ្វល់ពីមុខខ្ញុំចាត់ការភ្លាមទៅមានរឿងអីលោកកំពូមិនចង់បង្ហាញខ្លួនទេរឿងនេះមានលាក់លៀមខ្ញុំត្រូវប្រយ័ត្នលោកអាចកំបាំងអ្នកស្គាល់គាត់ទេថាពួកខ្លែងបន្លំបញ្ជាកម្ពុជាវត្ថុនៃណាយកមកខ្ញុំមើលហុចបញ្ជាខ្លែងខ្លាយយកទៅខ្ញុំប្រាប់មុនជារបស់សិស្សខ្ញុំកុំបន្ទោសក្រុមខ្ញុំហ៊ាននិយាយផ្កាប់មុខលោកសេនយូពួកវាទាំងអស់នៅទីនេះពួកគេខ្លែងបញ្ជាប្រើឈ្មោះកម្ពុជាដាក់ទោសធ្ងន់នេះជាបញ្ជាកម្ពុជាពិតមែននេះជាអំណាចកម្ពុជាអ្វីជាការពិតលោកជំទាវសិនយីតានេះអាចជារឿងពិតដល់ពួកវាបានសារភាពដោយខ្លួនឯងថាវាជារបស់ខ្លែងខ្លាយអាគំរកតើអ្នកមកដើម្បីសួរខ្ញុំមែនទេក្នុងនាមជាអ្នកការពារវិមានមហាទេពសញ្ញាសម្គាល់ដ៏ឧត្តមនេះពិតឬខ្លែងខ្លាយខ្ញុំមិនដឹងទេតើមានរឿងអីអ្នកមិនបាននិយាយថាវាជាប្រដាប់ក្មេងលេងដែរវាជាប្រដាប់ក្មេងលេងខ្ញុំទិញវានៅតាមផ្លូវក្នុងតម្លៃ5ខ្ញុំមានវិក្កយបត្រតូចមួយតើអ្នកប្រកាសថាអ្នកណាក៏អាចទិញវាបានលោកជំទាវសូមកុំសញ្ញាសម្គាល់ដ៏ឧត្តមគឺជាវត្ថុតំណាងដ៏វិសេសរបស់វាមិនអាចខ្លែងបន្លំបានមិនបាច់និយាយថាជាប្រដាប់ក្មេងលេងដែលទិញតាមផ្លូវដោយចៃដន្យតើអ្នកគិតថាបាននិយាយរឿងនេះទៅខាងក្រៅតើអ្នកណាខ្លះខ្ញុំក៏មិនដឹងថាត្រូវពន្យល់អ្នកយ៉ាងម៉េចដែរចុះអ្នកមើលវិក្កយបត្រតូចលោកជំទាវសិនពួកវាទាំងពីរអ្នកកំពុងលេងសើចនឹងអ្នកហើយតើអ្នកកំពុងបង្រៀនខ្ញុំពីរបៀបធ្វើលោកជំទាវសិនយីតាមដែលខ្ញុំមើលសញ្ញាសម្គាល់ដ៏ឧត្តមនេះច្បាស់ណាស់ថាពួកវាទាំងពីរបានប្រើវិធីសាស្ត្រថោកទាបដើម្បីយកវាចេញតើអ្នកកំពុងទិញមកពីចិញ្ចើមផ្លូវនេះជាភាពអៀនខ្មាស់បំពិតមែនហើយលោកម្ចាស់ការលួចបណ្ដាំកម្ពុជានេះអ្នកបណ្ដោយឲ្យបណ្ដាំកម្ពុជានេះមានទោសធ្ងន់មួយកម្រិតបើសិនជាឲ្យអ្នកលោកគេដឹងថាបណ្ដាំកម្ពុជានេះត្រូវបានគេកំណត់វាពិតជាប៉ះពាល់ដល់កិត្តិនាមវិមានទេវតាសូមលោកម្ចាស់ខ្ញុំត្រូវតែលែងលះគាត់អាថោកទាបគ្មានពាក្យនិយាយវិមានទេវតាវិមានកម្ពុជានឹងបង្កឲ្យមានការសំទោសតើកំពុងតែសង្ស័យលើការគ្រប់គ្រងរបស់វិមានទេវតារបស់ខ្ញុំឬតើរបស់របរក្នុងវិមាននេះអាចឲ្យគេលួចបានតាមចិត្តមែនទេប៉ុន្តែបញ្ជាកម្ពុជាត្រូវបានស្ថិតនៅក្នុងដៃពួកគេដោយរបៀបណានេះពិតជាមិនសមហេតុផលទេខ្ញុំនឹងត្រឡប់ទៅស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់មិនមែនជាវេនអ្នកនិយាយទេលោកម្ចាស់តោះទៅចាត់ទុកថាថ្ងៃនេះឯងរួចផុតពីគ្រោះមហន្តរាយម្ដងប៉ុន្តែកុំត្រេកអរពេករងចាំរហូតដល់លោកម្ចាស់សេនយូត្រឡប់ទៅស៊ើបអង្កេតពីមូលហេតុឲ្យបានច្បាស់អ្នកនឹងស្លាប់យ៉ាងវេទនាជាងនេះទៅទៀតខ្ញុំជឿជាក់លើសិស្សរបស់យើងហើយអ្នកអាចបង្ហាញភស្តុតាងដោយរបៀបណាថាអ្នកនោះគឺជាមនុស្សរបស់វិមានឋានសួគ៌គ្មានភស្តុតាងទេពីដើមដល់ចប់អ្នកទាំងអស់គ្នាកំពុងបង្កាច់ខ្ញុំនៅមានមនុស្សទៀតតើអ្នកចង់វាយគ្នាឬអ្នកជាអ្នកបង្កឲ្យខ្លួនឯងខាត់បង
ប្រធានយានកុំតក់ស្លុតវាមនុស្សបែបនេះគ្រាន់តែធ្វើឲ្យដៃអ្នកខ្វាក់ប៉ុណ្ណោះយ៉ាងណាក៏ដោយពួកគេទាំងពីរនាក់នឹងស្លាប់មិនយូរមិនឆាប់ទេហេតុអ្វីចាំបាច់ទៅឆ្លោះជាមួយមនុស្សស្លាប់ ប្រធានក្រុមហ៊ុន Hei He ពិតជាសូមអភ័យទោសយប់នេះដើមឡើយគឺជាថ្ងៃដែលក្រុមគ្រួសារយើងទាំងពីរចុះហត្ថលេខជាថ្ងៃដ៏ល្អសម្រាប់ចុះកិច្ចសន្យាសូមអភ័យទោសដែលបានបង្កភាពរំខានដល់លោក Chen ម្យ៉ាងទៀតលោក Jin មិនមែនជាពួកយើងទេគ្រួសារចាំងរបស់យើងសូមអភ័យទោសចំពោះអ្នករឿងស៊ីនយីនេះតើយើងអាចស្ដីបន្ទោសអ្នកបានយ៉ាងម៉េចបើចង់ស្ដីបន្ទោសគឺស្ដីបន្ទោសអ្នកលួចលាក់ដែលជាមនុស្សឥតបានការម្នាក់នេះទៅមកបង្កបញ្ហាដូចឆ្កែឆ្កួតខ្ញុំគ្រាន់តែចង់នាំកូនស្រីរបស់ខ្ញុំទៅប៉ុណ្ណោះស៊ីនយីមើលក្រុមមនុស្សដែលអ្នកតាក់ទងនេះមើលដូចជាមនុស្សឆ្កួតអញ្ចឹងគឺអីចឹងទាំងអស់ទោះបីជាអ្នករួចផុតពីគ្រោះថ្នាក់នេះក៏ដោយតើអ្នកគិតថាអ្នកមានសុវត្ថិភាពទាំងស្រុងហើយមែនទេបើមិនព្រមទៅចេញទេនោះអ្វីដែលរងចាំអ្នកគឺមានតែប្រណាប់ប៉ុណ្ណោះកុំបដូរប្រធានបទអ្នកទើបតែនិយាយដរាបណាខ្ញុំអាចយកអ្វីដែលថ្លៃជាងនាឡិការបស់អ្នកដែលមានតម្លៃជាងខ្ញុំអាចនាំនាងទៅបានធ្វើតាមពាក្យរបស់អ្នកឥឡូវនេះប្រគល់កូនស្រីរបស់ខ្ញុំពិតជាបាននិយាយមែនបើអ្នកអាចយករបស់ដែលមានតម្លៃជាងនាឡិការបស់ខ្ញុំនេះដើម្បីបង្ហាញពីសមត្ថភាពរបស់អ្នកខ្ញុំធ្លាប់និយាយថាឲ្យនាងធ្វើជាកូនស្រីរបស់អ្នកឬខ្លាំងណាស់ចំពោះលោកគ្រូពួកគេកំពុងតែធ្វើបាបអ្នកព្រោះតែអ្នកទន់ជ្រាយពេកហើយចុះយើងវាយទៅវិញទៅលោក Chen ស្ងប់ស្ងាត់ហេហេខ្ញុំធ្វើបាបឯងនឹងម៉េចខ្ញុំបង្ហាញទ្រព្យសម្បត្តិនៅមុខឯងនឹងហើយឯងវាយខ្ញុំមកឯងខំខ្ញុំមកអីយ៉ាហេហេមិនមែនទេអ្នកមើលរឿងហ្នឹងក៏ទ្រាំបានដែរកញ្ញាតេងលោកសុនយើងកុំខ្វល់នឹងគូឈ្កួតនេះអីឪពុកខ្ញុំនឹងមកដល់ភ្លាមហើយគាត់នឹងចុះហត្ថលេខាផ្ទាល់លើកិច្ចសន្យាចាក់បញ្ចូលទុនដល់ពេលនោះក្រុមហ៊ុនបៃឡុងនិងគ្រួសារអ្នកនឹងត្រូវចាត់ទុកថាបានសម្រេចកិច្ចសហប្រតិបត្តិការយូរអង្វែងការនេះរំខានដល់លោកឪពុកត្រូវមកផ្ទាល់ដល់ទីអ្នកពិតជាអស្ចារ្យណាស់កញ្ញាជាងនេះជាសម្ដីអ្វីឪពុកខ្ញុំគឺចង់មកគ្រប់គ្រងដោយផ្ទាល់គាត់នឹងមកចុះហត្ថលេខាលើកិច្ចសន្យានេះហើយថែមទាំងចង់ជួបអ្នកទៀតផងបែបនេះគ្រួសារយើងពិតជាមានគិតយកពេកហើយពិតណាស់មុនពេលប៉ាខ្ញុំមកដល់ខ្ញុំត្រូវបោសសម្អាតមនុស្សឥតបានការពីអ្នកនេះចេញកុំឲ្យពួកគេបន្តបង្កបញ្ហាទៀតសន្តិសុខនៅណាលោកហូហៃសន្តិសុខនៅមាត់ទ្វារត្រូវគេវាយសន្លប់បាត់ហើយមានរឿងអីមើលខ្ញុំធ្វើអីខ្ញុំគ្រាន់តែជាក្មេងស្រីតូចទន់ខ្សោយម្នាក់ទេអ្នកឯងមិនមែនគិតថាខ្ញុំជាអ្នកធ្វើទេមែនទេត្រូវហើយមើលសិស្សខ្ញុំធ្វើអីបានល្អកញ្ញាស្អាតហើយហ៊ានធ្វើអត់ហ៊ានទទួលមែនទេមិនឆ្ងល់ទេបានជាអញហ៊ានមកជួយកម្លាំងដល់មនុស្សឥតបានការម្នាក់នេះដើមឡើយឯងមានសមត្ថភាពហេបានអញមានមនុស្សអញមើលឯងវាយបានប៉ុន្មានអ្នកលោកឆាវចុះទុកឲ្យខ្ញុំដោះស្រាយពួកគេទៅមិនអីទេមិនបាច់ឲ្យលោកចេញមកទេមនុស្សច្រើនណាស់ខ្លាចប៉ះពាល់កេរ្តិ៍ឈ្មោះរបស់លោកតួអង្គតូចពីរនាក់នេះខ្ញុំគ្រាន់តែហៅអង្គរៈក៏ដោះស្រាយបានដែរអហេអ្នកគ្រប់គ្រងផ្ទះហៅអង្គរៈ4នាក់មកឲ្យខ្ញុំតែពូកែវាយហេប៉ាកូនប្រុសចុះហត្ថលេខាលើកិច្ចសន្យាចុះបញ្ជីជាមួយគ្រួសារជាងហើយឬនៅមិនទាន់ទេកំពុងរងចាំលោកមកចុះហត្ថលេខាកុំទាន់ឲ្យប្រញាប់ចុះចាំខ្ញុំមកដល់សិនចាំនិយាយគ្នាបាទតបើលោកគ្រូនិងលោកគ្រូស្រីលែងលះគ្នាពិតគឺបណ្ដាលមកពីខ្ញុំចេញពីគ្រួសារជាងអាយ៉ាអញ្ចឹងខ្ញុំត្រូវតែយកចិត្តទុកដាក់លើរឿងនេះហើយទោះក្នុងកាលៈទេសៈណាក៏ដោយក៏មិនអាចឲ្យក្រុមគ្រួសាររបស់លោកគ្រូត្រូវបែកបាក់ដោយសាររឿងនេះបានដែរតាមលោកគ្រូបែបនេះលោកយ៉ាវទើបតែផ្ញើសារមកខ្ញុំលោកគ្រូបានចាប់ផ្ដើមការសាកល្បងចុងក្រោយបំផុតសម្រាប់ពួកយើងហើយចាំពេលជួបលោកគ្រូកុំធ្វើផ្ដេសផ្ដាសត្រូវតែសហការជាមួយលោកគ្រូដើម្បីសម្ដែងរឿងល្អមួយកុំបារម្ភខ្ញុំយល់ពីទម្រង់និងស្ទីលរបស់លោកគ្រូមិនបង្ហាញអត្តសញ្ញាណទេបានហើយទៅចុះណែក្មេងប្រុសមុននេះឯងមានឱកាសហើយឥឡូវទោះឯងចង់ទៅក៏ដោយឯងហួសពេលហើយឯងចង់និយាយពីអ្វីខ្ញុំប្រាប់ឯងឪពុកខ្ញុំនឹងមកដល់ក្នុងពេលបន្តិចទៀតនេះហើយគាត់ឲ្យតម្លៃខ្លាំងណាស់ចំពោះលើកនេះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនបៃឡុងនិងគ្រួសារជាងបើគាត់ដឹងថាឯងកំពុងបង្កបញ្ហានៅតាមនិស្ស័យរបស់គាត់បាក់ជើងទាំងពីររបស់អ្នកសុទ្ធតែជាប់អ្នកកុំនិយាយបំភ្លឺខ្លាំងពេកអ្នកគិតថាខ្ញុំនឹងកាត់ទោសគាត់ឬពេលនេះជាសង្គមនីតិរដ្ឋមិនអាចអឹងក្បាលឲ្យអំពើហិង្សាបានហាអ្នកពិតជាឆោតល្ងងមែនឈ្មោះលោកគឺយ៉ាងរបស់ក្រុមហ៊ុនបៃឡុងគឺមិនធម្មតាទេអាចគ្រប់គ្រងទាំងផ្លូវងឹតនិងផ្លូវភ្លឺបានរឿងនីតិនិយាយថាគាត់រកស៊ីពីបាតដៃទេបានទ្រព្យសម្បត្តិវិធីសាស្ត្ររបស់គាត់មិនមែនធម្មតាទេទោះបីជាវាអ្នកឲ្យស្លាប់នៅនឹងកន្លែងក៏ដោយក៏នៅតែគ្មានរឿងអ្វីដែរត្រូវហើយវិធីសាស្ត្រប៉ារបស់ខ្ញុំរហូតដល់ខ្ញុំក៏ខ្លាចដែរបើគាត់មកដល់គាត់មិនធ្វើដាក់អ្នកស្រួលដូចខ្ញុំទេវាក្បាលអ្នកឲ្យស្លាប់ភ្លាមនោះជាសំណាងរបស់អ្នកហើយ
អ្នកថាអ្នកណាហឺយ៉ាង លោកហេខ្ញុំគិតថារឿងនេះមិនចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងទេយ៉ាងណាមិញគាត់នៅតែជាឪពុកបង្កើតរបស់សៀវយុនស៊ីនយានដល់ពេលណាហើយអ្នកនៅតែការពារមនុស្សអំថយម្នាក់នេះទៀត ស៊ីនយានអ្នកបានផ្ដល់ឱកាសឲ្យគាត់ប៉ុន្មានដងហើយប៉ុន្តែក្មេងនេះគឺមិនឃើញមជុះមិនស្រក់ទឹកភ្នែកទេគាត់ស្លាប់ទៅមិនល្អជាងទេអនុញ្ញាតឲ្យសៀវនាងកាប់ផ្ដាច់ទំនាក់ទំនងនេះជាមួយអ្នកឲ្យបានឆាប់កញ្ញាជាងឪពុករបស់ខ្ញុំមិនមែនជាមនុស្សងាយនិយាយដូចខ្ញុំទេទោះបីជាអ្នកអង្វរគាត់ក៏គ្មានប្រយោជន៍ដែរអតីតស្វាមីរបស់អ្នកទាំងល្ងងទាំងឆ្កំឆ្គងគួរតែឲ្យគាត់ស្លាប់ឲ្យបានឆាប់ទៅដើម្បីកុំឲ្យខាត់បង់ពេលវេលានិងកម្លាំងពលរបស់អ្នកគ្រប់គ្នា ធានឈៀវតើអ្នកពិតជាទូចចង់ស្លាប់មែន សៀវលីនគឺជាអ្វីទាំងអស់របស់ខ្ញុំត្រូវតែមើលថែគាត់ហើយខ្ញុំមិនជឿថាពួកគេមើលងាយច្បាប់ដំឡើងទេហ៊ានធ្វើអ្វីខ្ញុំ សាក់តែហ៊ានប៉ះពាល់ពួកយើងមើល ក្មេងខ្ចីជាមួយនឹងទស្សនៈរបស់អ្នកជាមួយនឹងអត្តសញ្ញាណនិងឋានៈរបស់យើងខ្ញុំអាចសម្រេចជោគវាសនារបស់អ្នកដោយលោកហេលោកហេតុអ្វីចាំបាច់និយាយឥតប្រយោជន៍ជាមួយគេច្រើនម្ល៉េះគេគ្រាន់តែជាកង្កែបក្នុងអណ្ដូងប៉ុណ្ណោះធម្មតាគេមិនអាចដឹងបានទេពេលដែលដល់កម្រិតយើងនេះច្របាច់ក៏សម្លាប់គេគឺស្រួលដូចច្របាច់សត្វល្អិតមួយអីចឹង យីសៀវក្នុងនាមដែលអ្នកមើលងាយបែបនេះអីចឹងអ្នកត្រូវតែមើលថែខ្លួនឯងហើយខ្ញុំយល់ច្បាស់ហើយបងតែងតែលាក់អត្តសញ្ញាណដោយគឺដើម្បីមើលឲ្យស្គាល់មុខមាត់ពិតរបស់ក្រុមមនុស្សទាំងនេះនេះពិតជាបង្ហាញពីភាពជាមនុស្សនិងភាពអាក្រក់របស់សង្គមយ៉ាងល្អឥតខ្ចោះ លោកវាងសម្លាប់ពួកវាទាំងអស់ទៅក្រុមហ៊ុនបៃឡុងមានអំណាចអាចធ្វើអ្វីក៏បានយល់នេះបើស្ថានភាពមិនយល់មិនអាចឲ្យគេមកពាក់ព័ន្ធនឹងខ្ញុំបានទេលោកមានរឿងអីប៉ាខ្ញុំដឹងថាប៉ាឲ្យតម្លៃខ្លាំងណាស់ចំពោះកិច្ចសហប្រតិបត្តិការរវាងគ្រួសារតែមនុស្សពីរនាក់នេះនៅតែល្ងងខ្លៅមកធ្វើរឿងញញៃនៅប៉ាតើប៉ាគិតថាគូដោះស្រាយជាមួយពួកគេយ៉ាងម៉េចអ្នកឯងជាអ្នកណាខ្ញុំស្គាល់អ្នកឯងទេប៉ាចង់ក្មួយចិត្តខ្ញុំមិនមែនជាម៉ាក់ក្មួយទេយុគសម័យនេះអ្នកណាក៏ហ៊ានថាជាឪពុកគេដែរកំឡុងក្មេងសុទ្ធតែស្គាល់អ្នកណាក៏ហៅប៉ាដែរអាហោះពូធំមានការអីអញស្គាល់គេមែនមើលទៅដូចជាឈឺមិនតិចវាយគួរតែប្រញាប់ទៅមន្ទីរពេទ្យឆែកក្បាលលោកហឺកូនប្រុសរបស់លោកមិនទទួលស្គាល់ទេអ្នកឯងជាអ្នកណាគ្មានភស្តុតាងទេមិនហ៊ាននិយាយផ្ដេសផ្ដាសទេតើមាននាយកក្រុមហ៊ុនឯណាត្រូវគេវាយដល់ថ្នាក់ហ្នឹងម្យ៉ាងទៀតខ្ញុំមិនស្គាល់ឯងទេមកនេះប៉ាតើមានរឿងអីពិតប្រាកដទៅក្មួយខ្ញុំប្រាប់ហើយថាខ្ញុំមិនមែនប៉ាក្មួយទេម្យ៉ាងទៀតកូនប្រុសខ្ញុំនៅឯមន្ទីរពេទ្យឯណោះខ្ញុំគ្មានកូនប្រុសណាពូកែយ៉ាងនេះទេហូតើឯងនិយាយមែនទេពិតហើយលោកគ្រូមិនក៏ខ្ញុំហ៊ានកុហកលោក ខ្ញុំសូមធ្វើជាសាក្សីកូនរបស់ហឺយ៉ាងពិតជាកំពុងនៅមន្ទីរពេទ្យមែន អញ្ចឹងតើគាត់ជាអ្នកណាអូយខ្ញុំឈឺក្បាលខ្លាំងណាស់ពេលនេះឆាប់មកលើកខ្ញុំទៅចាត់ទុកថាឯងឆ្លាតហើយជីវិតដ៏ថោកទាបនេះឯងបានជួយរងចាំតតែចៅហ្វាយលេងខាងសិនអញនឹងប្រើពេលនេះវាបំបាក់ជើងឯង លោកសង្នេះបានចេញទៅបាត់ហើយកិច្ចសន្យាចុះបញ្ជីរាប់សិបពាន់លានរបស់គ្រួសារជាងនៅមិនទាន់បានចុះហត្ថលេខានៅឡើយទេមិនក៏អីចឹងទៅវិញតើលោកសង្មានន័យយ៉ាងណាចុះលោកប្រធានហ៊ឺដែលបានឯកភាពគ្នាទៅណាហើយ លោកហ៊ឺឲ្យលោកពិតជាហ៊ានលះបង់មែន ល្បិចរបស់ខ្ញុំនេះគឺដើម្បីឲ្យមនុស្សស្វែងរកផ្លូវរស់ហេតុអ្វីបានជាខ្ញុំថោកទាបម្ល៉េះដំបូងខ្ញុំបានធ្វើឲ្យគ្រួសារជាងមានរឿងដោយគ្មានហេតុផលមុននេះខ្ញុំក៏ត្រូវលីស្វីនវីមួយកំណាត់ខ្លួនដែរ លីស្វៀនម្នាក់នេះមិនដឹងអីសោះលោកហ៊ឺឲ្យថ្ងៃនេះលោកបានបង្កើតស្នាដៃពេលត្រឡប់ទៅវិញខ្ញុំនឹងរៀបចំដោះស្រាយគេជំនួសលោក ខ្ញុំបង្កើតស្នាដៃធំ រៀនសន្សឹមនៅក្បែរនេះទៅយ៉ាងម៉េច11មកទីនេះដើម្បីដណ្ដើមយកកិច្ចបើមិនអីចឹងទេគ្រូនឹងលែងលះគ្នាអត់អីចឹងខ្ញុំទៅដល់របៀបណាទៅ ហ្វាងយួនដូបៀកុំស្រែកទៀតលោកមេអង្គរៈលោកត្រឡប់មកវិញហើយថ្ងៃនេះលោកហ៊ឺមកមិនបានទេខ្ញុំតំណាងត្រកូលហ៊ឺចុះកិច្ចសន្យាវិនិយោគជាមួយលោក វ៉ាមានលោកមេអង្គរៈនៃវិមានទេវតាតំណាងឲ្យក្រុមហ៊ុនបៃឡុងជាមួយនឹងត្រកូលជាងរបស់យើងចុះហត្ថលេខាលើកិច្ចសន្យាវិនិយោគរាប់ពាន់លានយួនវ៉ាល្អណាស់យាយឈីវឯងជាមនុស្សឥតប្រយោជន៍ឃើញហើយឬណាត្រកូលជាងរបស់យើងត្រូវបានគេមើលឃើញល្អណាស់ការដែលគេមើលឃើញល្អតើតាក់ទងអ្វីនឹងខ្ញុំយាយឈីវកុំស្មានថាខ្ញុំមិនដឹង មុននេះនៅពេលដែលលោកប្រធានហ៊ឺមិនទាន់មកតើអ្នកកំពុងតែសប្បាយចិត្តនឹងភាពបរាជ័យរបស់យើងមែនទេខ្ញុំធ្វើមែនម៉ាក់កុំខ្វល់នឹងគេទៀត លោកអ្នកការពារតើយើងអាចចុះហត្ថលេខាលើកិច្ចសន្យាចុះបញ្ជីបានហើយបានសូមចុះហត្ថលេខាទៅសូមថ្លែងអំណរគុណលោកអ្នកការពារធម៌ដែលបានដឹកនាំស្ថានភាពអាចជួយឲ្យជាងបញ្ចប់ដោយជោគជ័យចុះហត្ថលេខាកិច្ចសន្យាវិនិយោគរាប់សិបពាន់លានដុល្លារ តាក់ទងនឹងការព្យាបាលវិទ្យាសាស្ត្រខ្ញុំក៏គួរតែត្រឡប់ទៅវិញដែរឈប់
តើអ្នកមានសិទ្ធិអ្វីមកយកកូនស្រីខ្ញុំទៅខ្ញុំចាប់អារម្មណ៍នឹងក្មេងស្រីតូចម្នាក់នេះហើយអ្នកណាមានយោបល់ឈរឡើងទីនេះគឺជាទឹកដីរបស់ខ្ញុំតើអញអាចសម្រេចចិត្តបានឬអញជាស្អីគ្រាន់តែជាអ្នកជំនួយម្នាក់ប៉ុណ្ណោះទោះអ្នកផ្សេងមិនឃើញតែឥទ្ធិពលខ្ញុំនៅទីនេះក៏ខ្លាំងដែរតែពួកអភិជនដែលមានអំណាចក្នុងជ្រលងភ្នំដែលសុំជំនួយពីខ្ញុំរាប់មិនអស់ទេក្នុងភ្នែកខ្ញុំពួកគេគ្រាន់តែជារូបកាយជាចាប់គ្រាន់តែជាមនុស្សលោកដែលមិនអាចទ្រាំទ្រការវាយប្រហារតែមួយបានទេបើចង់នាំយាយស៊ីវនីងចេញទៅលុះត្រាតែដើរកាត់ពិភពលោករបស់ខ្ញុំសិនទៅអើស៊ីវហឺហេតុអ្វីបានជាអ្នកឆេវឆាវម្លេះលោកគ្រូលោកគ្រាន់តែរងចាំមើលការសម្ដែងទៅយៀនហ៊ូអ្នកជាមនុស្សរបស់និកាយស៊ីវយ៉នផងអ្នកហ៊ានដល់ថ្នាក់អាចដឹងពីនិកាយរបស់ក្មួយឯងមកពីណាខ្ញុំបានវឹកហាត់ក្បាច់លោកគ្រូជីងមេងតាវិនប៉ុន្តែគាត់ស្អប់ខ្ញុំថាសមត្ថភាពបណ្ដុះបណ្ដាលរបស់ខ្ញុំអន់ពេកគាត់ក៏បានបញ្ជូនខ្ញុំចុះពីលើភ្នំលឿនឲ្យរៀបការមានកូននិងរស់នៅជាមនុស្សធម្មតាទៅទេពកោសល្យអមលោកគ្រូពេលនោះលោកគឺជាអមតៈពិតប្រាកដតែម្នាក់គត់ការបន្ទាបខ្លួនរបស់អ្នកហួសហេតុពេកហើយហាគួរឲ្យចាប់អារម្មណ៍មែនគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំធ្លាប់ព្រីយូរហើយថាមានកូននិងមាទាំង7នៅជីងមីងមិននឹកស្មានថាថ្ងៃនេះបានជួបនៅទីនេះទេណែក្មេងយករបស់ដែលខ្ញុំចង់បានខ្ញុំអាចទុកសពរបស់អ្នកឲ្យនៅគង់វង្សបានរបស់អ្វីកុំមកធ្វើល្ងងទៀតអីគ្រូដែលស្លាប់របស់អ្នកមិនបានប្រាប់ឲ្យច្បាស់ទេខ្ញុំមិនយល់ទេថាអ្នកកំពុងនិយាយអ្វីអំពីក្លាំងទ្រព្យជីងមីងវាប្រកាសជានៅលើខ្លួនអ្នកហើយត្រូវហើយលោកតាឈីងមីងឥឡូវនៅសល់តែអ្នកដែលជាសិស្សស្រីម្នាក់ប៉ុណ្ណោះមិនអាចបន្លំគេបើមិនប្រគល់ឲ្យអ្នកតាឲ្យទៅអ្នកណាទៀតខ្ញុំបានសម្លាប់ដៅឈីងមីងហើយខ្ញុំមិននឹកស្មានថាគាត់ទុកអ្នកជាកូនសិស្សបន្តបែបនេះសោះគ្រូរបស់ខ្ញុំគឺអ្នកសម្លាប់ឬយ៉ាងម៉េចចង់សងសឹកឬមកចាំបាច់អីត្រូវស្ទាក់គ្រូបានស្រឡាញ់ថែរក្សាខ្ញុំដូចជាកូនបង្កើតអីចឹងការសងសឹកនេះខ្ញុំត្រូវតែធ្វើឲ្យបានហាល្អណាស់ក្នុងពេលដែលខ្ញុំរកឃើញក្លាំងទ្រព្យជីងមីងហើយអញ្ចឹងតំបន់ពិសិដ្ឋកំណើតនេះក៏គ្មានការចាំបាច់ទៀតដែរអីគេលោកតាចាស់ឲ្យលោកហ៊ានរកមកមែនសៀវនីងកូនល្អរបស់នោះពិតជាមាននៅលើអញមែនសៀវនីងប៉ាខ្ញុំជឿសៀវនីងមិនអីទេប៉ានៅទីនេះហើយអានឹងចាស់ក្បាលរឹងហ៊ានវាសំបីតែក្មេងពិតជាមិនខកបំណងទេមើលទៅថ្ងៃនេះជាឱកាសដែលខ្ញុំបានក្លាយជាទេវតាហើយលោកតាដាវលងស៊ូក្នុងន័យថានៅថ្ងៃនេះយើងបានហើយកកាយរឿងទាំងអស់ហើយអញ្ចឹងលោកគួរតែនៅទីនេះហើយហាមិនទាន់មានអ្នកណាម្នាក់ក្នុងលោកនេះហ៊ានធ្វើបែបនេះដាក់ខ្ញុំទេថ្ងៃនេះខ្ញុំចង់ឃើញថាតើអ្នកនឹងធ្វើដូចម្តេចដើម្បីឃាត់ខ្ញុំឲ្យនៅទីនេះបានទេពអ្នកការពារស្ថានសួគ៌នៃភាពវឹកវរនឹងបញ្ចប់សូមស្ដាប់តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់មហាទេពចូលទៅកំចាត់ពួកស្ត្រូវកងទ័ពដ៏ធំត្រៀមខ្លួនប្រយុទ្ធរហូតដល់ស្លាប់មហាទេពបានចេញបញ្ជាហើយស៊ីនចេញទៅឲ្យលឿនទៅតើនេះជាសោទេវតាអ្វីទៅហើយអ្នកណាខ្លះទៀតដែលនឹងមកពួកគេនឹងចាប់ផ្ដើមប្រយុទ្ធហើយតោះទៅតើមានរឿងអ្វីអ្នកណាមិនចង់ស្លាប់គួរតែចេញទៅឲ្យលឿនមិននឹកស្មានថាមហាទេពនៃអាណាចក្រដាសៀបានយាងមកដល់ក្រុងលីងឆឹងសោះខ្ញុំមិនទៅណាទេខ្ញុំចង់ជួបផ្ទាល់ជាមួយលោកកំពូលគួរឲ្យចាប់អារម្មណ៍ណាស់ដែលលោកកំពូលហ៊ានអញ្ជើញមកទីនេះដោយផ្ទាល់បែបនេះយ៉ាងម៉េចឯងចង់ជួយជ្រោមជ្រែងយាយឈីវលោកកំពូលស្អីយាយឈីវលោកគឺលោកកំពូលមែនទេស្បែកជើងឯងជាមហាទេពខ្ញុំមិនមែនទេចុះហេតុអ្វីបានជាមហាទេពជួយឯងខ្ញុំក៏មិនដឹងដែរឯងយកឆាត់ទៅឯងចាក់ចេញពីទីនេះភ្លាមទៅបន្តិចទៀតអ្នកដែលហៅថាធានជូននឹងត្រូវប្រយុទ្ធជាមួយលោកតាចាស់នេះហើយចុះមហាទេពដូចខ្ញុំណៃណាមនុស្សម្នាក់នេះពិតជាល្អណាស់ចុះឯងត្រូវធ្វើដូចម្តេចរឿងនេះចាប់ផ្ដើមដោយសារតែខ្ញុំមិនអាចរត់គេចខ្លួនទៅបាត់បានទេម្យ៉ាងវិញទៀតលោកតាចាស់នេះនិងខ្ញុំមានគំនុំធំដាក់គ្នាខ្ញុំចង់ឃើញគាត់សារភាពទោសកំហុសនិងទទួលទោសដោយផ្ទាល់ភ្នែកមហាទេពនៃក្រស៊ីធំហេតុអ្វីមិនចេញមកវិញម្ដងឯងមានលទ្ធភាពដែរឬសូមគោរពតាមបញ្ជារបស់មហាទេពហើយឡងឆនគ្រូចាស់តាវនិងមនុស្សឲ្យចេញមកតាមលោកអាណាព្យាបាលសិននេះនាំគ្នាចេញទៅជាមួយខ្ញុំវិជាមីយារូបកាយគ្មានបានការទេមហាទេពដ៏ខ្ពង់ខ្ពស់នៃក្រស៊ីធំហ៊ានឈរនៅគ្រប់ទីកន្លែងហេតុអ្វីក៏លាក់កំបាំងខ្លួនឯងបែបនេះខ្ញុំនឹងដកជីវិតក្មេងនេះមុនសិននោះខ្ញុំនឹងមកតាំងជាមួយឯងឈួតហើយនាងក្មេងស្រីតូចម្នាក់ឯងចង់និយាយអ្វីជាមួយលោកតាចាស់នេះខ្ញុំនិយាយដល់អ្នកការពារច្បាប់នោះតើឯងធ្វើបានរត់ឯងខ្វាក់មែនទេឯងល្ងងហើយខ្ញុំធ្វើមិនកើតទេបើអញ្ចឹងយើងគួរតែនិយាយពីរឿងគោលការណ៍ធំវិញទៅក្មេងឯងកំពុងតែជេរតើអ្នកហ៊ានជេរដល់កម្រិតដ៏ធ្ងន់ធ្ងរនេះមកលើខ្ញុំយ៉ាងម៉េចបើឯងជេរខ្ញុំហើយចេញមកវីទៅឲ្យខ្ញុំមើលបន្តិចមើលតើឯងវឹកហាត់ដល់កម្រិតណាហើយអ្នកមានបញ្ហាមែនទេពេលនេះគឺជានឹងសង្គមគ្រប់គ្រងដោយច្បាប់បើវិមានឋានសួគ៌ចង់អនុវត្តយុត្តិធម៌លោកគ្រូអ៊ូយីវិនតើអ្នកកំពុងធ្វើអ្វីជាមួយគាត់បើឈ្នះគឺជាប់គុកបើចាញ់គឺចូលពេទ្យតើយើងចាំបាច់ធ្វើដូច្នេះលោកគ្រូខ្ញុំពិតជាមិនយល់ពីវិធីដែលអ្នកប្រើនេះទេលងឈួនសេនរិនព្រះមហារិទ្ធនៃសាធំវីរៈបុរសណាចុងសម័យសៀ
កុំឲ្យផែនការមានភាពផ្ទុយគ្នាសូមឲ្យតម្លៃទៅលើសេចក្តីសុខហេជាធម្មតាខ្ញុំនឹងទុកមុខហែងទៅប៉ុន្តែឥឡូវនេះចេញឲ្យឆ្ងាយទៅវ៉ៃកុំរត់អីឯងមិនមែនជាអភិបាលទេចុះក្រុមតបយាមការពាររបស់ឯងនៅណាខ្ញុំកំពុងរងចាំពួកគេមកគ្រប់គ្រងស្ថានភាពនេះវ៉ៃស្អីគេអាងប់នេះប្រហានពេកហើយពិតជាសំគួរតែស្លាប់សួនឯងក៏មិនមែនជាមនុស្សល្អមនុស្សគ្មានប្រយោជន៍ចេញឲ្យអស់ទៅចាប់ផ្ដើមវីលុកខ្ញុំឲ្យឱកាសឯងតែម្ដងប៉ុណ្ណោះពិតជាមើងងាយច្បាប់មែនអាហេឯងកុំមកចិត្តលោកគ្រូចម្លើយមិននៅចំពីមុខយើងទេលោកនៅរងចាំអ្វីទៀតមែនហើយលោកគ្រូគឺគេនេះហើយដែលបានសម្លាប់លោកគ្រូធំជាមួយនឹងសមត្ថភាពរបស់អ្នកឥឡូវនេះវាដល់ពេលត្រូវសងសឹកហើយអ្នកទាំងពីរតើអ្នកកំពុងស្ដីបន្ទោសខ្ញុំដែលបានវាយបរិសុទ្ធចំណាស់នេះឬបើលោកគ្រូត្រូវបានចាប់ខ្លួនតើអ្នកណាជាអ្នកបង្រៀនអ្នកហែមិនមែនទេលោកគ្រូខ្ញុំឥឡូវនេះពិតជាមើលមិនយល់សោះកុំពន្យាពេលទៀតអីបើមិនមែនដោយសារតែចង់ឃើញថាតើគឺឈានហួងជូរបស់អ្នកវឹកហាត់ដល់កម្រិតណាទេតើអ្នកគិតថាអ្នកអាចមានអំណាចធំប៉ុណ្ណាអ្នកនិងសិស្សរបស់អ្នកទាំងអស់នឹងស្លាប់ហើយហឹមបាទបរិសុទ្ធចំណាស់ដើមឡើយខ្ញុំគិតថាអ្នកគ្រាន់តែជាមនុស្សដែលមិនគោរពចាស់ទុំតែមិននឹកស្មានថាចិត្តគំនិតអ្នកអាក្រក់សាហាវយ៉ាងនេះសោះហ៊ានសូម្បីតែប៉ះពាល់សិស្សរបស់ខ្ញុំល្អថ្ងៃនេះត្រូវដោះស្រាយសិនអញ្ចឹងមកទីបំផុតបានឃើញលោកគ្រូធ្វើការហើយជឿដៃលោកគ្រូ